ជាសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមចែករំលែកអំពីរបាយការណ៍លទ្ធផលឬរបាយការណ៍ចំណេញខាតឬ income statement តើមានសារៈសំខាន់អ្វីខ្លះដល់គណនេយ្យករឬក៏ផ្នែកហិរញ្ញវត្ថុ finance ឬក៏ម្ចាស់អាជីវកម្មផ្ទាល់សូមចូលទស្សនាស្លាយខាងក្រោមដូចតទៅសារៈសំខាន់នៃរបាយការណ៍ប្រាក់ចំណូលមានដូចជា tracking performance ការតាមដានការអនុវត្តការតាមដានប្រាក់ចំណេញឬក៏ខាតនិងការកំណត់បញ្ហារបស់ក្រុមហ៊ុនដែលអាចធ្វើការកែតម្រូវទាន់ពេលវេលានៅពេលដែលគាត់មើលឃើញរបាយការណ៍នេះហើយ making finance decision ធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុការផ្ដល់ព័ត៌មានសម្រាប់គម្រោងថវិកាការព្យាករណ៍និងការសម្រេចចិត្តទៅលើការវិនិយោគបើសិនជាចំណេញគាត់អាចវិនិយោគបន្ថែមបើសិនជាខាតតើគាត់អាចកាត់បន្ថយអ្វីខ្លះហើយអ្វីខ្លះដែលចាំបាច់នៅក្នុងការប្រើប្រាស់នៅក្នុងក្រុមហ៊ុន Attractive investor and lending ការតាក់ទាញការវិនិយោគិននិងការផ្ដល់ប្រាក់កម្ចីបង្ហាញពីសុខភាពហិរញ្ញវត្ថុនិងប្រាក់ចំណេញរបស់ក្រុមហ៊ុនការបរិយានៅក្រុមហ៊ុនបន្ថែមទៀតឲ្យកាន់តែធំតើគាត់តម្រូវការកម្ចីដើម្បីធ្វើការបរិយាអាជីវកម្មឬក៏អាជីវកម្មនេះមិនរីកចម្រើនទេតើគាត់មិនគួរបរិយាបន្ថែមឬក៏មិនខ្ចីបន្ថែមទៅលើរបាយការណ៍ income statement នេះឯង meeting regulatory requirement ការបំពេញតាមតម្រូវការបទបញ្ញត្តិអាជីវកម្មជាច្រើនត្រូវការតម្រូវការរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាចំណូលជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុពួកគេជាទូទៅនៅពេលដែលមានរបាយការណ៍នេះអ្នកក្រុមហ៊ុនខ្លះគេអាចធ្វើការប្រជុំមួយខែម្ដងឬក៏អ្នកខ្លះគេអាចប្រជុំមួយអាទិត្យម្ដងជាបងប្អូនទាំងអស់គ្នាចង់ទទួលបានចំណេះដឹងអំពីការកត់ត្រាបញ្ជីគណនេយ្យនិងរៀបចំបញ្ជីគណនេយ្យសូមកុំភ្លេចចុះឈ្មោះចូលរៀនបញ្ជាក់ម្ដងគណនេយ្យនិងហិរញ្ញវត្ថុ AFT Center តាមរយៈ Facebook Page AFT Center ឬ website aft-center.com សូមកុំភ្លេចតាក់ទងតាមលេខទូរស័ព្ទ068 74 7000ឬ011 38 78 7000ចា៎អរគុណ